បងប្អូនខ្លះសួរខ្ញុំថានៅកពតដូចជាសពអ៊ីស្លាមដែរប៉ុន្តែពេលទៅលេងម្ដងដូចជាពិបាករកម្ហូបមូស្លីមយើងមែនតើអញ្ចឹងថ្ងៃនេះខ្ញុំសូមណែនាំឲ្យបងប្អូនស្គាល់ហាងមូស្លីមយើងមកកន្លែងនៅក្បែរក្រុងកពតហ្នឹងដែលមានម្ហូបហាឡាល់ដូចជាភេសជ្ជៈមួយចំនួននៅនឹងដូចជាបាយអារ៉ាប់នេះបើសិនជានៅភ្នំពេញគឺយើងធ្វើធម្មតាបើសាច់គោសុទ្ធសាច់មាន់សុទ្ធចឹងទៅប៉ុន្តែនៅកន្លែងនេះគឺបាយអារ៉ាប់បែបជាស៊េរីមានសាច់គោសាច់មាន់ហើយនឹងត្រីអីពគេហ្នឹងគឺលាយគ្នាហ្មងបើទឹកជ្រលក់គេរសជាតិហឹរបន្តិចជូរបន្តិចគឺស៊ីញ៉ាំមែនតើហើយជាធម្មតាអ្នកកពតហូបរសជាតិដិតបន្តិចអញ្ចឹងម្ហូបខ្លះវារបៀបថាផ្អែមបន្តិចម្ហូបខ្លះរាងជូរបន្តិចចឹងទៅហើយដូចជាពគេកំប៉ុងដែលខ្ញុំកាន់នេះវាអាចនឹងផ្អែមបន្តិចអញ្ចឹងសម្រាប់បងប្អូនដែលគាត់ចាញ់ផ្អែមគាត់អាចនឹងធ្វើគាត់ឆ្មាបន្តិចទៅចឹងរសជាតិវាអាចនឹងជូរអែមបន្តិចទៅស៊ីញ៉ាំគ្នាបណ្ដោយហើយដោយសារតែហាងនេះគឺជាហាងមូស្លីមអញ្ចឹងភេសជ្ជៈភាគច្រើនដែលគាត់បានឆុងហ្នឹងគឺប្រើជាមួយនឹងផ្លែឈើលម៉ើអញ្ចឹងមានទាំងសូដាលម៉ើមានកាហ្វេលម៉ើអញ្ចឹងហើយបងប្អូនដឹងថាផ្លែលម៉ើគឺជាផ្លែឈើមួយយ៉ាងដែលព្យាក្រៃមូហាម៉ាត់សុសឡាមយើងតែងតែទទួលទានពេលដែលគាត់ស្រែបួសអញ្ចឹងហើយនៅពេលដែលហាងគាត់គឺជាហាងមូស្លីមហើយគាត់បានព្យាយាមប្រើភេសជ្ជៈគាត់ទាំងម៉ានហ្នឹងលាយជាមួយនឹងរសជាតិលម៉ើគឺនេះជាលក្ខណៈពិសេសមួយរបស់ហាងគាត់តែម្ដងហើយបើបរិយាកាសជុំវិញហាងគាត់គឺស្ងប់ស្ងាត់អមជាមួយនឹងរុក្ខជាតិបៃតងត្រជាក់ភ្នែកមែនតើអញ្ចឹងសម្រាប់និស្សិតដែលគាត់ចង់ធ្វើការងារសាលាអីកន្លែងហ្នឹងគឺអំណោយផលមែនតើហើយសម្រាប់បងប្អូនដែលគាត់ចូលចិត្តផឹកកាហ្វេដូងកាអូបអីហ្នឹងកំងតែកាហ្វេគេមកដូងនេះមានស្រាប់ខ្លួនឯងទៅមិនបាច់ហាន់រត់ទឹកមកក៏បានដែរខ្ញុំគ្រាន់តែស្មៃលេងទេបើសិនជាបងប្អូនចង់ដឹងថាដូងហ្នឹងបេះបានឬក៏មិនបានសូមការអនុញ្ញាតពីហាងគេមុនសិនហើយបើកន្លែងសាឡាត់វិញគឺមានរៀបចំស្អាតបាតសម្រាប់យើងមែនតើជាបងប្អូនដែលគាត់ធ្វើដំណើរពីចម្ងាយពីភ្នំពេញអីហ្នឹងទៅហ្នឹងគឺគាត់អាចសាឡាត់បានដែលបន្ទប់សាឡាត់សម្រាប់ស្រីហើយនិងប្រុសហ្នឹងគឺនៅបន្ទប់ពីរផ្សេងគ្នាជឿមិនថាពេលយើងជាមូស្លីមយើងទៅណាមកណាពេលយើងចូលហាងមូស្លីមហើយមានការរៀបចំជាកន្លែងសាឡាត់ឲ្យយើងបានត្រឹមត្រូវហ្នឹងគឺយើងកក់ក្ដៅដែរហើយបើកន្លែងយកទឹកបន្ទប់គេហ្នឹងក៏សម្បូរដែរទាំងកន្លែងនៅខាងផ្នែកខាងប្រុសហើយនៅផ្នែកខាងស្រីមានធម្មជាតិស្រស់អំប្រងមានម្ហូបហាឡាល់មានភេសជ្ជៈហាឡាល់មានកន្លែងសាឡាត់ត្រឹមត្រូវហើយសម្រាប់បងប្អូនដែលគាត់ចង់មានការប្រជុំភាសាផ្សេងៗកន្លែងហ្នឹងក៏មានការរៀបចំជាបន្ទប់ប្រជុំសម្រាប់បងប្អូនអញ្ចឹងលក្ខខណ្ឌនៃការប្រើប្រាស់បន្ទប់ប្រជុំហ្នឹងអត់ស្មុគស្មាញទេបងប្អូនគ្រាន់តែធ្វើការកម្មង់នៅអាហារឬក៏ភេសជ្ជៈណាមួយនៅក្នុងហាងគាត់ចាប់ពីតម្លៃ$20ឡើងទៅគឺបងប្អូនអាចប្រើប្រាស់បន្ទប់ប្រជុំហ្នឹងបានហើយសម្រាប់បងប្អូនដែលគាត់ចង់ជួលបន្ទប់ប្រជុំក្នុងការប្រជុំភាសាគ្នាអញ្ចឹងណាគឺបងប្អូនគ្រាន់តែចំណាយ$20សម្រាប់ធ្វើការប្រជុំរយៈពេល2ម៉ោងបន្ថែមពីហ្នឹងបើសិនជាបងប្អូនចង់រៀបចំជាកម្មវិធីជប់លៀងក៏ដូចជាការទទួលទានអាហារសាមគ្គីជាក្រុមអីចឹងទៅបងប្អូនអាចធ្វើការតាក់ទងជាមួយនឹងហាងដោយផ្ទាល់ដើម្បីធ្វើការរៀបចំនៅមេនុយម្ហូបតាមការកម្មង់របស់បងប្អូនអញ្ចឹងពេលដែលបងប្អូនទៅហាងគាត់ហ្នឹងក៏អាចទៅជាលក្ខណៈបុគ្គលឯកជនម្នាក់ឯងក៏បានទៅជាលក្ខណៈគ្រួសារក៏បានឬក៏រៀបចំជាកម្មវិធីជាក្រុមក៏បានដែរអញ្ចឹងទីតាំងហាងគាត់ហ្នឹងនៅផ្លូវវាងក្រុងនៅក្បែរផ្លូវអទេភ្លើងហើយទេសភាពពេលល្ងាចបើយើងថតពេលថ្ងៃលិចចាំភ្នំបូកគោគឺស្អាតមែនតើអញ្ចឹងមិនថាញ៉ាំបាយមួយចានភេសជ្ជៈមួយកែវហើយអង្គុយមើលទស្សនីយភាពអទេភ្លើងជាកាត់ហ្នឹងអមជាមួយនឹងទេសភាពភ្នំបូកគោដ៏ស្រស់ស្អាតទៀតគឺអារម្មណ៍ពេលហ្នឹងពិសេសម្យ៉ាងអញ្ចឹងសម្រាប់ទីតាំងហាងបើសិនជាបងប្អូនធ្វើដំណើរចេញពីភ្នំពេញទៅកពតហ្នឹងជិះដល់កន្លែងរស់សំណាក់សត្វផ្សោតហ្នឹងជិះទៅមុខបន្តិចដល់ផ្លូវអទេភ្លើងហើយជិះហួសផ្លូវអទេភ្លើងបន្តិចបត់ទៅស្ដាំតាមផ្លូវបេតុងហ្នឹងគឺជិះទៅត្រង់រហូតប្រហែលជាចម្ងាយ500ម៉ែត្របងប្អូនមើលខាងឆ្វេងដៃទៅឃើញដាក់ផ្លាកថា Do Oasis Cafe ហើយផ្លូវមួយទៀតបើសិនជាបងប្អូនចេញពីផ្លូវស្ពីនថ្មីទៅកាន់ផ្លូវម៉ាក់ប្រាងបងប្អូនជិះទៅដល់ផ្លូវអទេភ្លើងហើយបត់ស្ដាំប្រហែលជាចម្ងាយ300ម៉ែត្រមើលទៅខាងស្ដាំដៃទៅបងប្អូននឹងឃើញគេដាក់ផ្លាកថា Do Oasis Cafe ដែរអញ្ចឹងផ្លូវមាន2ជម្រើសហ្នឹងអញ្ចឹងបើសិនជាបងប្អូនមកលេងកពតកុំភ្លេចមកសាកម្ហូបនៅហាងបាយមូស្លីមយើងនេះរីករាយ Eid Adha Assalamu alaikum warahmatullahi wabarakatuh